បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះថ្ងៃនេះទឹកតកករបស់ចៅយុគម៉ាញ៉ូព្រិលធ្លាក់មកមេធំបាទឥឡូវនេះកន្លែងណាំតំណាំរបស់ខ្ញុំគឺពោពេញទៅដោយសិតតកកអីឥឡូវនេះផឹកឡើងការងារគឺយើងទឹកតកករបស់ចៅបាទនៅមកបងអូយខាងមកបងមិនដែរបងមកធ្វើការនៅអូអែមកដល់ឡើងរុញព្រិលអានេះចៅងារដល់អ្នកមកកន្លែងប្រថ្នាគ្រប់គ្នារុញព្រិលយកលុយអូយទៅជាអត់បងអូអត់ជាអីអត់ជាអីគឺដៃចុយម្លាយបាទការងារនៅស្រុកគេគឺតែប៉ុណ្្នឹងហ្នឹងហើយក្តីសម័យបងប្អូនណាដែលចង់មកកន្លែងបាទមើលហើយសឹកតកកអស់ហើយខ្លាយវាលតកកអស់ហើយនៅនេះគឺអញ្ចឹងឯងបងប្អូនទាំងអស់គ្នាឲ្យតែខែធ្លាក់ព្រើព្រឹកឡើងក៏ដឹងតែបាននាំគ្នាកាប់តកកយកទៅចាក់ចោលហើយធ្លាប់ទៅនៅស្រុកយើងហាលស្រូវយើងកាប់ស្រូវច្រកបេច្រកក្រុងតែដល់ពេលមកនៅកូរ៉េនេះមានណាអត់បានហាលតកកផងមិនតែព្រឹកឡើងនាំគ្នាដើរកាប់តកកយកទៅចាក់ចោលបើសិនជាយើងមិនកាប់វាទេបងប្អូនអើយវានៅកកពេញហ្នឹងហើយដល់ពេលអញ្ចឹងទៅយើងត្រូវការឡើងអីវ៉ាន់អីឡានកុងតឺន័រចូលមកអញ្ចឹងវាចូលមកអត់រួចទេបងប្អូនវាល្អដល់ពេលអញ្ចឹងទៅគឺយើងត្រូវតែកាប់វាដើម្បីយកវាទៅចាក់ចោលហើយបងប្អូនណាដែលចង់មកកូរ៉េបាទមើលវីដេអូនេះហើយទៅគឺនឹងបានដឹងហើយការងារគឺតែប៉ុណ្្នឹងឯងមិននៅស្រុកគេគឺគ្មានពាក្យថាស្រួលទេទោះបីពិបាកមិនជាក៏យើងត្រូវតែខំត្រូវតស៊ូដែរដើម្បីអនាគតនិយាយរឿងអនាគតអញ្ចឹងខ្ញុំមើលអនាគតខ្ញុំមិនឃើញសោះមកធ្វើការនៅកូរ៉េចង់2ឆ្នាំមិនដល់ដឹងថាអនាគតខ្លួនឯងនៅណាផងអើយខំធ្វើការរាល់ថ្ងៃបើនិយាយទៅថារៀបរាប់ធ្វើការឡើង2ឆ្នាំមិនទាន់សល់ឡានមិនទាន់សល់ផ្ទះមិនទាន់សល់ដីផងអូយទាំងឆ្នាំណាបានមាសមានពេជ្រមានកែវកងពាក់គេទៅជីវិតធ្វើការនៅស្រុកគេមិនស្រួលទេបងប្អូនអើយនេះមកអង្គុយលេងតកកអញ្ចឹងអាកាសធាតុលេងឡើងដក10អង្សាដក12អង្សាអីហើយចុះមកកើបតកកអញ្ចឹងមានអីពេលខ្លះកើបហើយអញ្ចឹងទៅឡើងចង់កកនៅនឹងបងប្អូនបាទនេះជាកណៅតកកនេះដែលខ្ញុំដឹកមកចោលហ្នឹងនាំគ្នាកើបនាំគ្នាជូនមកបាទកណៅឡើងចង់ប៉ុនភ្នំហើយហ្នឹងនេះមកនៅស្រុកខ្មែរយើងយកទៅខ្លះសេប៊ីយ៉ាផឹកកិលបាត់នេះមិនបាច់ចំណាយលុយដើម្បីទៅទិញតកកទិញអីគេយកមកខ្លះសេទេនៅកូរ៉េនិយាយទៅពេលតិចខែតិចស្រួលមួយយ៉ាងដែរបងប្អូនបើបងប្អូនណាចង់ញ៉ាំភេសជ្ជៈចង់ញ៉ាំអីជាក់អញ្ចឹងមិនបាច់ចាំពិបាកយកមកដាក់ខ្លះសេនៅក្នុងទូទេដាក់ចោលតែកដាលវាទៅព្រឹកឡើងកកឯងហើយបើកប់ក្នុងព្រើវិញកប់តែ2-3នាទីគឺដឹងតែបានញ៉ាំជាក់បាត់ហើយ